និងសួស្តីទៅកាន់សិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះក្រុមយើងខ្ញុំសូមមកបង្ហាញពីដំណើរការអនុវត្តគម្រោង STEM ក្រោមវិធីសាស្ត្របណ្ណាល័យសាស្ត្រដោយការមើលឃើញពីបញ្ហាមួយចំនួនដែលកើតនៅក្នុងសាលាដូចជាការបាត់បង់សៀវភៅការខ្ចីឬសងសៀវភៅមិនមានភាពច្បាស់លាស់ហើយនិងពិបាកក្នុងការគ្រប់គ្រងសៀវភៅក្រុមរបស់យើងខ្ញុំក៏បានបង្កើតគម្រោងមួយដែលមានឈ្មោះថា Smart Library System វាគឺជាប្រព័ន្ធមួយដែលមានកត់ត្រាការខ្ចីឬសងសៀវភៅរបស់សិស្សបានច្បាស់លាស់ហើយនឹងរក្សាទិន្នន័យមានសុវត្ថិភាពក្នុងយើងខ្ញុំត្រូវការគ្រឿងបង្គុំដូចជា ESP32 Breadboard Router Jumper wire USB LCD RFID card និង RFID 522សម្រាប់គ្រឿងបង្គុំអ្នកទាំងគ្នាអាចរកទិញបានដោយទំនាក់ទំនងទៅកាន់លោកគ្រូនិងសុវណ្ណរីទស្សនាអំពីដំណើរការនៃការអនុវត្តគម្រោងរបស់ក្រុមយើងខ្ញុំការអនុវត្តគម្រោងនេះក្រុមរបស់ខ្ញុំបានជួបនូវឧបសគ្គមួយចំនួនដូចជាខ្វះពេលវេលាក្នុងការជួបជុំខ្វះថវិកាមិនសូវមានបទពិសោធន៍ខ្វះបច្ចេកទេសមានបញ្ហាតស៊ូទ្វីរបស់យើងខ្ញុំទទួលបានជោគជ័យ 100% ហើយជាចុងបញ្ចប់ខ្ញុំសូមអរគុណ